គារសិក្សាចាស់នៅចុងសាលារៀននៅក្នុងវិទ្យាល័យមួយស្ថិតនៅតំបន់ជនបទមានអគារសិក្សាចាស់មួយដែលត្រូវបានបោះបង់ចោលអស់រយៈពេលជាង20ឆ្នាំហើយអគារនោះស្ថិតនៅចុងសាលារៀនក្បែរដើមពោធិ៍ធំមួយសិស្សគ្រប់ចំនួនតែងស្គាល់កន្លែងនោះថាជាអគារខ្មោចគេនិយាយថាកាលពីយូរណាស់មកហើយមានសិស្សស្រីម្នាក់ឈ្មោះស្រីនាងដែលជាសិស្សពូកែនិងស្រស់ស្អាតណាស់ប៉ុន្តែថ្ងៃមួយនាងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបន្ទាប់ពីស្វែងរកជាច្រើនថ្ងៃក៏បានប្រទះឃើញសាកសពរបស់នាងនៅក្នុងបន្ទប់រៀនជាន់ទី2មុខនាងពោពេញទៅដោយភាពភ័យខ្លាចហាក់ដូចជាបានឃើញអ្វីមួយមុនពេលស្លាប់ក្រោយពីហេតុការណ៍នោះសិស្សជាច្រើនបានអះអាងថាពួកគេបានឃើញនារីសក់វែងស្លៀកពាក់ឯកសណ្ឋានសាលាឈរមើលពីបង្អួចអគារចាស់នៅពេលយប់មួយឆ្នាំក្រោយមកមានសិស្សប្រុសម្នាក់ឈ្មោះវិសាលគាត់ជាមនុស្សក្លាហាននិងមិនជឿលើរឿងខ្មោចថ្ងៃមួយមិត្តភ័ក្តិរបស់គាត់បាននិយាយថាបើឯងហ៊ានឯងចូលទៅក្នុងអគារនោះម៉ោង12យប់ទៅវិសាលទទួលការប្រកួតភ្លាមនៅពេលយប់នោះគាត់យកទូរស័ព្ទនិងពិលមួយហើយដើរចូលទៅសាលារៀនមេឃងងឹតខ្លាំងខ្យល់បក់លើសូរដើមឈើរំពងដោយសំឡេងមនុស្សកំពុងយំពេលដើរទៅជិតអគារចាស់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកបរិយាកាសប្រែជាត្រជាក់ជាងធម្មតាគាត់បើកទ្វារចូលសំឡេងទ្វារចាស់ធ្វើឲ្យបេះដូងគាត់លត់ញាប់ក្នុងអគាรงងឹតសូន្យមានតែពន្លឺពិលតូចមួយប៉ុណ្ណោះពេលឡើងជណ្ដើរទៅជាន់ទី2គាត់ស្រាប់តែឮសំឡេងសើចស្រាលគាត់ឈប់ដំណើរសំឡេងនោះគឺមកពីខាងលើវិសាលលេបទឹកមាត់ហើយក៏បន្តដើរទៅមុខទៀតពេលគាត់ទៅដល់បន្ទប់ដែលស្រីនាងស្លាប់គាត់ឃើញទ្វារបើកចំហក្នុងបន្ទប់មានកៅអីរៀបជាជួរធម្មតាប៉ុន្តែមានកៅអីមួយបែរមុខមករកទ្វារហាក់បីដូចជាមាននរណាម្នាក់កំពុងអង្គុយមើលគាត់បញ្ចាំងពិលទៅលើកៅអីនោះគឺគ្មានអ្វីទេប៉ុន្តែភ្លាមនោះមានសំឡេងធ្លាក់ពីលើពិដានវិសាលភ្ញាក់ខ្លួនហើយបញ្ចាំងពិលទៅខាងលើគាត់ឃើញមានស្នាមដៃជាច្រើននៅលើពិដានហើយនៅកណ្ដាលស្នាមដៃនោះមានមុខមនុស្សស្រីម្នាក់កំពុងសម្លឹងមើលមកក្រោមនៃរបស់នាងខ្មៅសូន្យហើយមាត់របស់នាងបើកធំខុសពីធម្មតាវិសាលស្រែកហើយរត់ចេញពីបន្ទប់តែពេលចេញដល់ច្រកទ្វារគាត់ឃើញមាននារីម្នាក់កំពុងឈរនៅចុងផ្លូវសក់វែងគ្រប់មុខដៃទាំងពីររបស់នាងវែងអូសដល់ជង្គង់នាងឈរមើលគាត់មិនកម្រើកវិសាលងាកទៅក្រោយនារីនោះក៏នៅទីនោះទៀតងាកទៅមុខនាងក៏មកនៅខាងមុខទៀតដោយជានាងអាចលិចមុខគ្រប់ទីកន្លែងបានខ្យល់ចាប់ផ្ដើមបក់ខ្លាំងសំឡេងសើចរបស់នាងកាន់តែជិតមកនៅជាមួយខ្ញុំទៅពើរបស់វិសាលរលត់ភ្លាមប្រែងងឹតសូន្យក្នុងភាពងងឹតគាត់មានអារម្មណ៍ថាមានម្រាមដៃត្រជាក់កំពុងប៉ះករបស់គាត់យឺតបន្ទាប់មកមានសំឡេងខ្សឹបនៅនឹងត្រចៀកគាត់ថាទីបំផុតខ្ញុំរកអ្នកឃើញហើយវិសាលស្រែកខ្លាំងបំផុតហើយរត់ចេញពីអគារពេលគាត់រត់ដល់ទីធ្លាសាលាគាត់បានដួលសន្លប់នៅព្រឹកថ្ងៃបន្ទាប់អ្នកយាមសាលាបានរកឃើញគាត់ដេកសន្លប់នៅកណ្ដាលទីធ្លាសាលាវិសាលរស់រានមានជីវិតប៉ុន្តែចាប់តាំងពីថ្ងៃនោះមកវិសាលគាត់មិនសូវមានអារម្មណ៍នឹងថឹងទេ
គាត់តែងតែស្រែករវើរវាយជារៀងរាល់យប់រាល់ពេលដែលមាននរណាម្នាក់សួរអំពីអគារចាស់នោះគាត់តែងតែញ័រខ្លួនហើយនិយាយតែមួយប្រយោគថាកុំទៅទីនោះពេលយប់ព្រោះនាងមិនមែននៅតែម្នាក់ឯងទេហើយគ្មាននរណាដឹងទេថាពួកគេដែលគាត់និយាយនោះជានរណាឡើយ